ก็សូមគោរពជំរាបសួរដល់បងប្អូនទាំងអស់គ្នាដែលជាអតិថិជនរបស់ Smart Robo Shop Care ទាំងចាស់ទាំងថ្មីទាំងអស់គ្នាបាទហើយដោយសារតែបងប្អូនយើងមុននឹងគាត់ទិញមុននឹងគាត់ចង់បាននៅរបស់មួយបាទវាជាការពិតបងប្អូនទាំងគ្នាបងប្អូនគឺជាបងតែងតែចង់សួរថាតើ drone តម្លៃ$25នេះវាមានសមត្ថភាពហោះបានរយៈកម្ពស់ប្រមាណចម្ងាយប្រមាណថ្មអាចប្រើបានប្រមាណនាទីបាទនេះជាក់ស្ដែងតែម្ដងហើយខ្ញុំធ្វើការ testing drone នេះគឺបើយើងនិយាយពីការហោះកម្ពស់ខ្ញុំអាចហោះខ្ពស់ជាងចុងឈើនៃសាលានេះប្រហែលខ្ទង់10ម៉ែត្រអីហើយបាទប្រហែលខ្ទង់10ម៉ែត្រអាចហោះខ្ពស់ចុងឈើហោះខ្ពស់ជាងដំបូលសាលារៀនបាទប៉ុន្តែអ្វីដែលខ្ញុំហោះនេះគឺក្នុងស្ថានភាពដែលមានខ្យល់តិចដែរដូចបងប្អូនអរគ្នាបានឃើញហ្នឹងមានថាខ្យល់លហៀកដែរណាបាទកូនដ្រូននេះនិយាយរួមទៅយើងអាចលេងនៅបរិយាកាសខាងក្រៅបានហើយបាទប៉ុន្តែបើយើងផ្ដោតទៅលើការបញ្ជាឲ្យបានឆ្ងាយប្រហែលជាខ្ទង់70-80ម៉ែត្រនោះប្រហែលជាអត់បានទេបងប្អូនបាទយើងលេងក្នុងក្របខ័ណ្ឌចិត្តដែរ30-40ម៉ែត្រអីអាចទៅរួចដ្រូននេះណាបាទហើយសម្រាប់កម្ពស់ដើម្បីលេងឲ្យបានស្រួលយើងលេងត្រឹមតែ10ម៉ែត្រអីទៅវាល្មមមកស្រួលលេងបាទដោយសារតែពពួកដ្រូនដែលយើងរៀនប្រើវាអត់ចាំបាច់អីត្រូវបងប្អូនត្រូវបញ្ជាឲ្យឆ្ងាយបញ្ជាឲ្យខ្ពស់នោះទេបាទបើសិនជាបងប្អូនចង់បានពពួកដ្រូនដែលចង់បញ្ជាឲ្យបានឆ្ងាយបញ្ជាបានខ្ពស់យើងពុំគួរទិញដ្រូនដែលយកទៅរៀនលេងទេបាទយើងគួរតែទិញដ្រូនដែលមាន GPS ហើយតម្លៃ$70-80ឡើងទៅអានឹងបញ្ជាបានកម្ពស់100ម៉ែត្រ100ម៉ែត្រជាងចម្ងាយ1គីឡូជាងអីហ្នឹងបាទប៉ុន្តែបើសិនជាបងប្អូនជ្រើនៅប្រភេទ drone ដែលយើងរៀនប្រើនេះវាអត់ជាងគ្នាទេបាទហើយ drone i1 Pro នេះ mini drone នេះនិយាយរួមគឺយើង testing បានប៉ុណ្ណឹងបងប្អូនទាំងបាទខ្ញុំអត់ហ៊ាននិយាយមែនតើខ្ញុំអត់ហ៊ានបង្ហោះឲ្យឆ្ងាយជាងហ្នឹងបាទដោយសារតែយើងកន្លែងយើងលេងនេះវាទីតាំងជុំវិញសិតតែផ្ទះប្រជាជនដែរយើងខ្លាចថានៅពេលវាហោះទៅដាច់សេវាដាច់អីទៅចំផ្ទះគេផ្ទះអីវានាំរឿងទៀតបាទអញ្ចឹងក្នុងក្របខ័ណ្ឌថាយើងរៀនប្រើទេគឺប៉ុណ្ណឹងបងប្អូននេះយើងបោះកម្ពស់10ម៉ែត្រចម្ងាយ20-30ម៉ែត្រយើងអាចលេងបានប៉ុណ្ណឹងយើងអាចលេងមកស្រួលនិយាយរួមយើងអាចលេងមកស្រួលហើយយើងលេង speed ទៅអានេះខ្ញុំលេង speed ទី3ទេបាទនៅពេលខ្ញុំលេង speed ទី3ហើយលេងតេស្តជាក់ស្ដែងបែបនេះបងប្អូនគ្នាថ្មអានេះខ្ញុំលេងតេស្តជាក់ស្ដែងបែបនេះថ្មខ្ញុំលេងបានប្រហែលជាខ្ទង់76នាទីបាទ76នាទីអស់ហើយអាហ្នឹងគឺនៅពេលដែលខ្ញុំលេងដល់នាទី5នាទីជាងគឺវាលោតចង់និយាយថាលោត alert ថ្មយើងទឺឲ្យយើងចោះចតតែម្ដងបាទអញ្ចឹងប្រហែលជា76នាទីទេហើយអានេះគឺជាការតេស្តជាក់ស្ដែងមកអត់មានកុហកបងប្អូនទាំងអស់គ្នាទេអញ្ចឹងនៅពេលដែលខ្ញុំបានជំរាបជូនថាdrone i1 Pro នេះអាចលេងបានពី8ទៅ9នាទីហ្នឹងអានឹងអាចថាចាប់ទុកថាត្រូវដែរបាទដោយសារតែបើយើងបង្គុតលេខចាប់ពី6ឡើងទៅវាជិតចូល10ហើយបាទអានឹងបើយើងបង្គុតលេខណាប៉ុន្តែបើជាការហោះជាក់ស្ដែងអានឹងបានប៉ុណ្ណឹងបាទបានប៉ុណ្ណឹងបាទយើងអត់ចង់ធ្វើអីដោយមិនមានការ testing ទេបងប្អូនទាំងគ្នាបាទហើយកម្រិតកាមេរ៉ារបស់វាក៏ខ្ញុំបានដាក់testing ជូនដែរហើយកម្រិតកាមេរ៉ានៃ drone i1 Pro នេះបើយើងប្រៀបធៀបជាមួយនឹង drone ផ្សេងចាត់ទុកថា drone នេះកម្រិតកាមេរ៉ាវាល្អជាងគេបាទបើយើងប្រៀបធៀបជាមួយ drone ដែលតម្លៃដូចគ្នា$25ដូចគ្នាណាបាទពួកនេះកម្រិតកាមេរ៉ាវាល្អជាងគេបាទខ្ញុំអាចសន្និដ្ឋានបានអញ្ចឹងទី1ដោយសារតែមិន lens របស់វាខ្លាជាងនៅពេលថតច្បាស់ជាងបាទកាមេរ៉ារបស់វាយើងអាចសេរីកាច់ចុះកាច់ឡើងបានតាម tele remote control ហើយបើយើងនិយាយពីភាពធន់ពួកនេះធន់ដែរបងប្អូនវាធន់ដោយសារតែវាមានរបាំងការពារស្លាបអីដែរហើយតួរបស់វាកុំមមጧមដែរបងប្អូនវាអញ្ចឹងបុកប៉ះធ្លាក់ល្មមអត់អីទេបាទហើយចឹងនៅសម្រាប់បងដែលចង់បានdrone ទូចមានភ្លើងឲ្យកូនលេងឬក៏បងយកទៅរៀនលេងតែអាចប្រើប្រាស់នៅ drone i1 Pro នេះបានបាទសូមអរគុណច្រើនបងប្អូនដែលតែងតែគាំទ្រនៅហាង Smart Robo Shop Care